បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះចេញវីដេអូបង្ហាញទីក្រុងខ្ញុំបន្តិចបាទចឹងបងប្អូនឃើញវីដេអូនេះហើយមើលវីដេអូខ្ញុំហើយសំណពរមួយបងប្អូនចុច Subscribe ដើម្បីទទួលបានវីដេអូពីខ្ញុំទៅបន្តទៀតនេះគឺជាទីក្រុងគេហៅប្រភេទគេហៅថា Hasmoon ឬមួយក៏ទុយធំទីគេហៅថាមានប្រភេទតាយអានេះវាមានតាយនេះវាប្រភេទ Hasmoon ទុយធំស្អាតនេះមានដាំបូលីខ្លះតែដាំបូមានមួយនេះកាត់មួយឃើញទេហើយមិនទៅអីទេខ្ញុំយកមកប្រឡែងយើងយកមកប្រឡែងនៅកន្លែងហ្នឹងហើយមិនថាខ្ញុំប្រឡែងទុកចោលណាបងប្អូនគឺប្រឡែងហើយយើងចាប់វិញហើយខ្ញុំថតទេហើយឲ្យបរទេសគេមើលអញ្ចឹងណាឬក៏ដាក់ចូលក្នុងធុកអានេះកែវឆាកណាខ្ញុំថតកែវឆាកក្នុងឆាកផ្សេងក្នុងឆាកគឺយើងដើរចាប់ផ្សេងហ្នឹងហើយអញ្ចឹងយើងប្រឡែងវាធម្មតាអញ្ចឹងណាហ្នឹងហើយចាប់វាប្រឡែងដាក់ធម្មតាអញ្ចឹងទៅពេលយើងថតយើងដើរចាប់វិញអញ្ចឹងអានេះប្រភេទ content ចាប់ត្រីរបស់ខ្ញុំថតរាល់ថ្ងៃហើយខ្ញុំទើបតែចាប់ផ្ដើមថតដែរទេមើលនេះបើសិនបងប្អូនមានត្រីបងប្អូនអាចធ្វើតាមខ្ញុំបានបើខ្ញុំធ្វើតាមខ្ញុំទេបងប្អូនយកទៅទុកមើលទុកលេងទៅកុំប្រឡែងដូចខ្ញុំអញ្ចឹងពេលខ្លះប្រឡែងអញ្ចឹងណាបងប្អូនដឹងអីអត់ប្រឡែងនេះត្រីនេះដែលខ្ញុំប្រឡែងហ្នឹងវាទៅបាត់ហ្មងពេលខ្លះដើររត់ឃើញណាប្រឡែងទៅបាត់អញ្ចឹងធ្វើឲ្យខាតលុយបងប្អូនហើយខ្ញុំក៏ខាតលុយទិញត្រីថ្មីចូលមកទៀតហ្នឹងហើយត្រីស្អាតណាបងប្អូនទុយស្អាតនេះវាអត់មានគ្រប់ពណ៌មានគ្រប់ពណ៌ស្អាតហ្មងមានពណ៌សមានពណ៌ក្រហមពណ៌ខ្មៅពណ៌ខៀវពណ៌លឿងត្រួយចេកពណ៌ខៀវមានគ្រប់ពណ៌ឥឡូវខ្ញុំថតហើយឥឡូវខ្ញុំដាក់កាប់វាដាក់ចូល10ពីចូលកែវហើយថតបាន2 3ហើយបាន6វីដេអូថ្ងៃថត6វីដេអូថ្ងៃថត6វីដេអូកន្លែងហ្នឹងប្លង់ខ្ញុំថតរាល់ថ្ងៃថតបាន3ថ្ងៃហើយ3ថ្ងៃទាំងហ្នឹងខ្ញុំឃើញប្លង់កន្លែងហ្នឹងវាស្រួលថតមានទឹករាក់យកត្រីមកប្រឡែងឥឡូវថតកន្លែងនេះដាក់ thumbnail មួយតាអានេះមើលទៅវាស្អាតតែត្រីយើងអត់ស្អាតទេតែកតុយបាត់ហើយសារវិជុលគ្នាទុកដាក់ thumbnail ឲ្យបងប្អូនឃើញបងប្អូនចូលមើលនេះប្លង់កន្លែងស្អាតមានទឹកថ្លាទឹកអីយើងប្រឡែងទៅយើងឃើញយើងអាចចាប់វិញបានណាប្រឡែងកន្លែងណាដែលមានទឹកជ្រៅឬមួយក៏កន្លែងណាដែលវាមានកលៈកលុកត្រីពួនបានអាហ្នឹងយើងចាប់រកវាឃើញទេអញ្ចឹងកន្លែងណាយើងប្រឡែងយើងមើលដែរបងប្អូនខ្ញុំមើលដែរហើយខ្ញុំទៅប្រឡែងស្រះថត2 3ដងវារួច2 3ដែរតាមហ្នឹងអូខេអញ្ចឹងវីដេអូខ្ញុំថតបង្ហាញប៉ុណ្្នឹងឯងបងប្អូនភាសាឃើញ channel ខ្ញុំវាអត់មានវីដេអូផុសហើយវីដេអូខ្លែងក៏ខ្ញុំផុសដែរអញ្ចឹងបងប្អូនបាយបាយជួបគ្នានៅវីដេអូក្រោយទៀត